ឯកឧត្តមលោកជំទាវវិនិយោគិនជាតិនិងអន្តរជាតិជាទីមេត្រីខ្ញុំពិតជាមានមោទនភាពនិងសេចក្តីរីករាយជាអនេកដែលថ្ងៃនេះរាជរដ្ឋាភិបាលបានបង្កើតឡើងនៅព្រឹត្តិការណ៍ថ្មីជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់ប្រជាជាតិណាចក្រកម្ពុជាពោលគឺការប្រកាសបើកឲ្យដំណើរការជួញដូរមូលបត្រជាផ្លូវការដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិការប្រកាសបើកជាផ្លូវការនៅការជួញដូរមូលបត្រនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានាពេលបន្តិចទៀតនេះគឺជាការបញ្ចប់នៅការទន្ទឹងរង់ចាំរបស់សាធារណជនជាវិនិយោគិនជាតិនិងអន្តរជាតិទៅលើកំណើតនិងដំណើរការនៃទីផ្សារដ៏ថ្មីស្រឡាងមួយនេះនេះគឺជាសមិទ្ធផលប្រកបដោយផ្លែផ្កានិងជាទីមោទនៈដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការត្រៀមលក្ខណៈយ៉ាងម៉ត់ចត់គ្រប់ជ្រុងជ្រោយនិងដោយប្រយ័ត្នប្រយែងដើម្បីបង្កើតឡើងនិងដាក់ឲ្យដំណើរការនៅទីផ្សារមូលបត្រនៅកម្ពុជាស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ2006-2015ដែលទើបតែត្រូវបានធ្វើបច្ចុប្បន្នកម្មទៅជាយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ2011-2020ក្នុងពេលថ្មីកន្លងទៅកិច្ចដំណើរការនៃការជួញដូរនេះនឹងដើរតួនាទីជាតឡៃករបន្ថែមមួយដ៏សំខាន់សម្រាប់ជំរុញប្រសិទ្ធភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនិងសម្រាប់បង្កើនជីវភាពសេដ្ឋកិច្ចជាតិឲ្យកាន់តែមានសកម្មភាពខ្លាំងក្លារស់រវើកនិងឈានហក់ឡើងប្រកបដោយចីរភាពតាមរយៈការបើកឡើងនៅលទ្ធភាពនិងកាលានុវត្តភាពថ្មីទៀតក្នុងការគៀងគរទុននិងធនធានហិរញ្ញវត្ថុទាំងពីទីផ្សារក្នុងនិងក្រៅប្រទេសយកមកជំរុញការអភិវឌ្ឍសហគ្រាសនៅក្នុងប្រជាណាចក្រកម្ពុជាតាមរយៈការលើកកម្ពស់អភិបាលកិច្ចសាជីវកម្មនិងប្រសិទ្ធភាពនៃការគ្រប់គ្រងសហគ្រាសនិងដើម្បីធានាបាននូវការជឿទុកចិត្តពីសំណាក់វិនិយោគិននិងសាធារណជនដូច្នេះក្នុងឱកាសជាប្រវត្តិសាស្ត្រនេះខ្ញុំសូមសម្ដែងនៅកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅនិងសូមលើកទឹកចិត្តឲ្យមានការចូលរួមចំណែកយ៉ាងសកម្មខ្លាំងក្លាពីសំណាក់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ទាំងស្ថាប័នសាធារណៈទាំងវិស័យឯកជនក្នុងការអភិវឌ្ឍទីផ្សារដ៏ថ្មីថ្មោងនិងដ៏មានសារៈសំខាន់នេះឲ្យមានសន្ទុះលឿនទៅមុខនៅក្នុងភាពរឹងប៉ឹងមាំមួនដើម្បីរុញច្រាននាវាសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅរកត្រើយវិបុលភាពនៅលើមាគ៌ានៃកំណើនប្រកបដោយចីរភាពនៅចុងបញ្ចប់ខ្ញុំសូមជូនពរឯកឧត្តមលោកជំទាវអស់លោកស្រីវិនិយោគិនជាតិនិងអន្តរជាតិទាំងអស់សូមប្រកបដោយសុខភាពល្អនិងទទួលបានជ័យជំនះក្នុងគ្រប់កិច្ចការងាររបស់ខ្លួននិងសូមជូនពរឲ្យការជួញដូរមូលបត្រនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានេះប្រព្រឹត្តទៅបានប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាខ្ញុំសូមគោះជួងប្រកាសបើកជាផ្លូវការនៅការជួញដូរមូលបត្រនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាចាប់ពីពេលនេះតទៅសូមអរគុណ